ជីវជាតិដល់ជីវិតយើងទេហើយអត់មានអីគួរឲ្យជួយដល់យើងទេអញ្ចឹងម្ហូបទាំងអស់ហ្នឹងវាធ្វើឲ្យប្រជាជនយើងញ៉ាំទៅមានជំងឺហើយអត់មានកម្លាំងហើយខ្វះជីវជាតិប្រចាំខ្លួនទៀតហើយអត់គ្រប់ទៀតព្រោះយើងទៅទិញគេគឺតែមួយចានទេដើម្បីឲ្យឆ្ងាញ់គឺមានថាបាយមួយកូនស្រូបខ្លាញ់ទីទួចទៅសាច់2 3គ្រាប់ហ្នឹងទៅប៉ុណ្្នឹងឯងហើយបើយើងមើលបន្លែគឺដណ្ដែតទៀតពេលប៉ោះទៅសក់ស្លាត់ដើម្បីលម្អចានហ្នឹងអញ្ចឹងម្ហូបទាំងអស់ហ្នឹងមិនត្រឹមតែខ្វះក្នុងការរុក្ខជាតិទាំងអស់ទេខ្វះតម្រូវការដែលពិភពលោកគេសំណូមពរយើងមានអញ្ចឹងមានគេហៅម្ហូប4ប្រភេទ4ក្រុមម្ហូប4ក្រុមហ្នឹងដែលថាយើងញ៉ាំទៅធ្វើឲ្យយើងអត់ឈឺឆ្អឹងឆ្អែងធ្វើឲ្យយើងអត់វិលមុខធ្វើឲ្យយើងអត់ឆាប់ចាស់ធ្វើឲ្យយើងអត់កើតមហារីកធ្វើឲ្យយើងអត់សូវស្លាប់ដែលថារោគច្រើនណាគឺម្ហូបគេឲ្យតែម្ហូបទី1គឺប្រភព carbohydrate ហ្នឹងដូចជាបាយសរោបកសលៃហើយនំប៉័ងរបស់ចឹងណាដែលជាទាំងមូលមិនមែនជាចម្រាញ់ទេបាទយើងចូលចិត្តញ៉ាំរបស់ចម្រាញ់ស្រុកគេចូលចិត្តញ៉ាំរបស់សរោបណាសម្រូបចឹងណាបាទបង្កក៏សម្រូបបាទនំប៉័ងធ្វើមកពីសលៃសរោបចឹងណាយើងអត់ទេគឺថាចម្រាញ់អស់អញ្ចឹងអាចចម្រាញ់ហ្នឹងវាអស់ជាតិធម្មជាតិអញ្ចឹងក៏វាក្រុមទី1ហ្នឹងគឺយើងអត់បានញ៉ាំពេញលេញ